ចំណុចសំខាន់ហ្នឹងពេលเราต้องជីកកងទៅឡើងកម្ដៅពូពាក់កណ្ដាលឬកន្លងទៅនៃកកហមហើយឃើញហើយទៅជប់ឡើងហ្នឹងអាចជីកទៀតទេបើជីកទៀតវានឹងទុះទៅយោនេះកុំឡើងក្នុងឡើងទុះយោឬអាចនឹងទុះឡើងនេះឬទុះឡើងណាមួយឬក៏វាអត់ទុះទេតែគាំងម៉ាស៊ីនអាលុបគប់ពេយកមកប្រៀបធៀបដូចក្មេងអីក្រៅខ្លួនខ្លាំងទៅកាត់គាំងកាត់ដូចគ្នាចឹងគេហៅថាកំពុងជីកទៅឃើញឡើងចិត្តដល់ទៅនេះកកហមហើយតន់ឡើងអត់តន់មានបញ្ហាគប់ឡើងទៅអាចស្ដាំរឡើងណាមលុបប៉ាងវាចំហវាចឹងមកគប់វា2នាទីកន្លះម៉ោងទៅ1ម៉ោងអត់អីវាបាច់គប់កន្លះម៉ោងទៅ1ម៉ោងព្រោះកាលណាដែលយើងទៅឡើងដំណើរទៅពាក់កណ្ដាលទៅខ្លាំងខ្លាំងយូរទៅได้គប់អស់គប់យកទៅមកទៅគប់ខាងទៅបាចឹងមកទៅម៉ោងទៅម៉ោងនេះទៅពាក់កម្ដៅទៅទៅកម្ដៅដែរចាំយកកណ្ដាលទៅគ្រាប់មួយកន្លះម៉ោងទឹកក៏វាមិនទាន់ត្រជាក់ស្រេតដែរចឹងទៅយកកណ្ដាលទ្រាំដើម្បីទាំងអស់លាតដៃបើហើបតិចៗមកពួកក្នុងកាលនេះបើស្ងួតរើឲ្យចេញទៅផ្សាយហុយនេះអាឡាអស់ទឹកលីងបាន